ថ្មីនៃទៀតសោតពីម្សិលមិញហ្នឹងខ្ញុំឃើញព័ត៌មានមន្ត្រីបច្ចេកទេសនិងអ្នកជំនាញចុះត្រួតពិនិត្យនិយាមការដើម្បីសាងសង់ផ្លូវតភ្ជាប់ពីពលានយន្តហោះវាងក្រុងសៀមរាបសៀមរាបផ្ទះទី2របស់អ្នកនឹងមានន័យថាបរទេសគាត់នៅប្រទេសរបស់គាត់ចង់មកតាំងទីលំនៅទិញផ្ទះទិញដីដើម្បីសាងសង់ផ្ទះរស់នៅកសាងគ្រួសារហើយគ្រួសាររបស់គាត់អាចមកនៅផ្ទះទី2របស់គាត់នឹងមានន័យថាផ្ទះគាត់មាននៅប្រទេសរបស់គាត់ហើយគាត់ចង់មកធ្វើផ្ទះធ្វើសម្រាប់ការរស់នៅរកស៊ីការរស់នៅរបស់គាត់លក្ខណៈជាវិស្មកាលក៏ដូចជាចូលនិវត្តន៍របស់គាត់ប្រភេទណាដែលបងកាន់នៅក្នុងដៃឥឡូវនេះផ្ទះនោះមានតាមកម្រិតអរគុណសំណួរហ្នឹងល្អតាផ្ទះទៅតាមកម្រិតយើងប្រឹក្សាយោបល់ជូនគាត់ថាតើគាត់ចង់បានស្នាក់នៅរយៈពេលខ្លីឬមួយក៏ប៉ុណ្ណាឧទាហរណ៍ថាគាត់នៅគ្នាប្រហែលនាក់ហើយចូលមកស្នាក់នៅក្នុងពេលណាឆ្នាំណាថ្ងៃណាយើងប្រឹក្សាយោបល់ជូនគាត់ហើយពេលខ្លះគាត់ចង់បាននឹងចូលស្នាក់នៅព្រាមអានឹងទិញផ្ទះស្រាប់អានឹងជាផ្ទះទី2របស់គាត់រីឯប្រជាជនខ្មែរក៏ដូចគ្នាដែរផ្ទះទី2គាត់នៅខេត្តផ្សេងនៅទីក្រុងផ្សេងនៅភ្នំពេញនៅអីចង់បានផ្ទះល្អវិឡាដូចតែនៅក្នុងស្លាយយើងមានចាក់បញ្ចាំងនៅក្នុងមុននឹងបន្តិចចឹងក៏ដោយហេតុអីត្រូវជ្រើសរើសសៀមរាបគឺជាផ្ទះទី2របស់គាត់នោះពិតជាស័ក្តិសមណាស់ទីក្រុងសៀមរាបខេត្តសៀមរាបនេះមានហេដ្ឋារចនាសម្ព័ន្ធល្អផ្លូវទឹកភ្លើងថ្នល់មានគម្រោងដាក់ដំណើរការឆាប់នេះហើយស្ដារដងស្ទឹងសៀមរាបចិត្តនឹងរួចរាល់ហើយថ្មីនេះទៀតសោតពីម្សិលមិញហ្នឹងខ្ញុំឃើញព័ត៌មានមន្ត្រីបច្ចេកទេសនិងអ្នកជំនាញចុះត្រួតពិនិត្យនិយាមការដើម្បីសាងសង់ផ្លូវតភ្ជាប់ពីពលានយន្តហោះវាងក្រុងសៀមរាបទៅភ្ជាប់នឹងស្រុកពួកដែលជាផ្លូវក្បាត់ក្រុងតើតើជាមួយនឹងសំណួរភ្នាក់ងារពុទ្ធសាសនារបស់និងភ្នាក់ងារអចលនទ្រព្យហ្នឹងខុសគ្នាដូចមិនអីមកស្ដាប់ទៅវាតែមួយប៉ុន្តែការងារធ្វើខុសគ្នាភ្នាក់ងារប្រឹក្សាយោបល់អចលនទ្រព្យដូចជារូបខ្ញុំនឹងជាដើមគឺរបៀបធ្វើការមិនមែនថាមានភ្ញៀវតាកតងនឹងសួរនាំជួលផ្ទះទិញផ្ទះហើយគឺគិតតែជូនទៅមើលទេភ្នាក់ងារប្រឹក្សាយោបល់គឺត្រូវការសិក្សាពីតម្រូវការរបស់អតិថិជនដូចជាគាត់ចង់បានផ្ទះចំនួនប្រមាណបន្ទប់គាត់ចង់បានដីចំនួនប្រមាណពេលណាបានគាត់មកសាងសង់ពេលណាបានគាត់ចូលនៅប្រឹក្សាយោបល់តាំងពីហិរញ្ញវត្ថុរបស់គាត់ទៀតគាត់មានលុយប៉ុណ្ណេះហើយត្រូវបានប៉ុណ្ណេះបានទិញបានក្នុងຂະຫນាតរបស់គាត់ដែលចង់បានរីឯប្រឹក្សាយោបល់ដូចខ្ញុំនេះត្រូវការណាត់ជួបត្រូវការស្គាល់ចិត្តស្គាល់អារម្មណ៍របស់ភ្ញៀវគាត់ចង់បានបែបម៉េចអាហ្នឹងលក្ខណៈ specific មើលពីខាងក្រៅមកគឺភ្នាក់ងារអចលនទ្រព្យនិងប្រឹក្សាយោបល់អចលនទ្រព្យខុសគ្នាបាទមើលពីក្រៅមកដូចគ្នាតែកិច្ចការងារទទួលបន្ទុកនិងរបៀបរបបធ្វើការខុសគ្នាបងនិយាយចឹងតាមតែស្គាល់បងយូរមកហើយបងនិយាយពីច្រើនតកតងជាមួយនឹងភ្ញៀវបរទេសដែលគាត់តកតងជាមួយនឹងការប្រឹក្សាយោបល់នេះផ្សេងៗចឹងណាបងអញ្ចឹងសម្រាប់ភ្ញៀវខ្មែរហ្នឹងបងទទួលដែរអត់បង No តាមពិតទីផ្សារអចលនទ្រព្យនៅស្រុកខ្មែរគឺទីផ្សារដែលធំជាងគេហ្នឹងគឺភ្ញៀវខ្មែរហ្នឹងឯងជាពិសេសគឺអូនឯងហ្នឹងឯងគ្រាន់តែថារបៀបរបបនៃការធ្វើការពេលហ្នឹងនឹងព្រឹត្តិការណ៍ដែលប្រពឡើងពេលហ្នឹងគឺភ្ញៀវបរទេសហើយព្រឹត្តិការណ៍ហ្នឹងនឹងរៀបចំនៅពេលក្រោយមួយទៀតនឹងបន្តទៀតភ្ញៀវខ្មែរក៏ទទួលប្រឹក្សាយោបល់ដូចគ្នាពេលខ្លះភ្ញៀវខ្មែរនៅភ្នំពេញខលហៅខ្ញុំទៅប្រឹក្សាយោបល់ដល់ភ្នំពេញក៏ខ្ញុំទៅដែរចាបងអរគុណខ្ញុំសង្ឃឹមថាវីដេអូបន្តទៀតនឹងមានភ្ញៀវខ្មែរតើតាមដានមើល page ខ្ញុំផងបានដឹងថាឃើញរបស់ខ្ញុំមានច្រើនប៉ុណ្ណាហើយស្អាតប៉ុណ្ណារបស់ល្អប៉ុណ្ណាអរគុណណាជម្រាបលាបាទហើយ